បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទជូនព័ត៌មានមួយគឺចាប់បានហើយដែលថាចិនម្នាក់បានចូលគាស់ទូដែកផ្ទះវិជ្ជបណ្ឌិតយកប្រាក់និងគ្រឿងអលង្ការហ្នឹងគឺជាង$10,000កាលពី2ថ្ងៃមុននេះមកនៅរាជធានីភ្នំពេញយើងជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនឹងនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះលោកវិជ្ជបណ្ឌិតនិងគាស់បំបែកទូដែកយកប្រាក់រួមទាំងគ្រឿងអលង្ការសរុបជាទឹកប្រាក់ចំនួន$112,450គឺហើយក៏តមកគឺកិច្ចខ្លួនបានតែ2ថ្ងៃប៉ុណ្ណោះជនសង្ស័យឈ្មោះចាងទៀនវ័យភេទប្រុសអាយុ37ឆ្នាំជាជនជាតិចិនកាន់លិខិតឆ្លងដែនលេខEP2843-056មុខរបរលក់បាយស្នាក់នៅផ្ទះលេខ33បូរីជីបម៉ុងឡែនពោចិនតុងផ្លូវ 113K ភូមិត្រពាំងជ្រៃសង្កាត់កាកាបទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចំណែកឲ្យជនរងគ្រោះឈ្មោះអិនសំភាវិតភេទប្រុសអាយុ56ឆ្នាំជាជនជាតិខ្មែរមុខរបរជាវិជ្ជបណ្ឌិតមានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងផ្ទះលេខ35បូរីជីបម៉ុងឡែនពោចិនតុងផ្លូវ 113K ភូមិត្រពាំងជ្រៃសង្កាត់កាកាបទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដូចគ្នាមកលោកវរៈសេនីយ៍ឯកមនវុធីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាកាលពីថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរកម្សាន្តទៅខេត្តមណ្ឌលគិរីនិងស្នាក់នៅមណ្ឌលគិរីមួយយប់លុះនៅវេលាម៉ោងប្រហែលជា 4:30 នាទីព្រឹកថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025ទើបក្រុមគ្រួសារជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញស្រាប់តែឃើញផ្ទះរបស់ខ្លួនបើកទ្វារចំហត្រូវចោលរុះរើនិងឃើញទូដែកដែលដាក់គ្រឿងអលង្ការផ្សេងៗត្រូវបានគាស់បំបែកយកលុយនិងសម្ភារៈក្នុងទូដែកអស់លោកវរៈសេនីយ៍ឯកមនវុធីអធិការបានឲ្យដឹងទៀតថានៅក្នុងសកម្មភាពជនសង្ស័យបានគាស់យកលុយនិងគ្រឿងអលង្ការរួមមានប្រាក់ប្រហែលជា$45,000និងចិញ្ចៀនពេជ្រ3វង់គិតជាប្រាក់ចំនួន$11,500ខ្សែដៃពេជ្រចំនួន2ខ្សែ$11,000ខ្សែដៃមាស2ខ្សែទម្ងន់1តម្លឹងគិតជាប្រាក់ចំនួន$5,500ខ្សែកមាស4ខ្សែទម្ងន់1តម្លឹងកន្លះគិតជាប្រាក់គឺ$8,250ខ្សែកផ្លាទីន2ខ្សែទម្ងន់4តម្លឹងគិតជាប្រាក់ចំនួន$16,000ចិញ្ចៀនមាស1វង់ទម្ងន់ 5G គិតជាប្រាក់ចំនួន$2,300ចិញ្ចៀនផ្លាទីន3វង់ទម្ងន់ 8G គិតជាប្រាក់ចំនួន$2,500ត្បូងទទឹម1វង់គិតជាប្រាក់ចំនួន$600កងដៃមាស1កងទម្ងន់ 0.88 គិតជាប្រាក់ចំនួន$2,300ក្រវិលពេជ្រ1គូតម្លៃ$5,500និងកងដៃផ្លាទីន2កងគិតជាប្រាក់$2,000សរុបទឹកប្រាក់ចំនួន$112,450លោកវរៈសេនីយ៍ឯកមនវុធីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាបន្ទាប់ពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី2ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោងប្រហែលជា 9:30 នាទីកន្លងនគរបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំដោយលោកវរៈសេនីយ៍ឯកមនវុធីអធិការបានសហការជាមួយនឹងនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញរួមជាមួយនឹងលោកនាយប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឃាត់ទៅលើជនសង្ស័យជាជនជាតិចិនខាងលើដែលស្នាក់នៅជាប់គ្នាចំពោះមុខជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារខាងក្រោយផ្ទះរបស់ជនរងគ្រោះហើយចូលទៅលួចសម្ភារៈនិងគ្រឿងអលង្ការពិតប្រាកដមែនក្នុងនោះសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញពីទីតាំងដែលយកសម្ភារៈដែលបានលួចយកទៅលាក់ទុកនៅក្នុងផ្ទះនិងរួមទាំងវត្ថុតាមមួយចំនួនផ្សេងទៀតដែលជនសង្ស័យខាងលើបានប្រើប្រាស់ដើម្បីធ្វើសកម្មភាពនិងបានយកទៅប្លង់ចោលនៅចំណុចដីឡូមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងជ្រៃសង្កាត់កាកាបទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងរួចបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធីផងដែរបាទអញ្ចឹងជារឿងមួយដែលសាហាវហើយនឹងបាទហ៊ានថាមែនតើចំពោះការប្រព្រឹត្តបទល្មើសអញ្ចឹងបាទខ្លួនជាជនបរទេសផងហើយមកធ្វើរឿងអញ្ចឹងនៅស្រុកខ្មែរហ្នឹងគឺក្លាហានណាស់ហើយរឿងនេះក៏មានតែប៉ុណ្ណេះដែរបាទសូមអរគុណសូមជម្រាបលា